ដូច្នេះបច្ចៈជូនបងប្អូនសរសេរខុសគ្នាអានខុសគ្នាប៉ុន្តែប្រែតែមួយបែបទេណាបាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមេរៀនដែលល្អមួយទៀតហើយអញ្ចឹងបងប្អូនងាកមើលមកក្រោយមកបាទអញ្ចឹងទីនេះយើងនឹងសិក្សាអំពី long form និង short form បាទ long form មានន័យថាទម្រង់វែងចំណែកឯ short form មានន័យថាទម្រង់កាត់បាទអញ្ចឹងយើងនឹងចូលទៅសិក្សាទាំងអស់គ្នាណាបាទអញ្ចឹងខាងនេះបងប្អូនខាងនេះយើងហៅថា long form មានន័យទម្រង់វែងណា I am បាទ I am នឹងហៅថាទម្រង់វែងដល់ពេល short form នេះបាទយើងអានថា am បាទអញ្ចឹងទីនេះយើងហៅថា short form ទម្រង់កាត់បាទអញ្ចឹងទម្រង់វែងនិងទម្រង់កាត់ហ្នឹងគឺប្រែដូចគ្នាបងប្អូនប្រែថាខ្ញុំគឺណាប្រែចឹងដូចគ្នាណាមកម្ដងមួយទៀតយើងអានថា you are ដល់ពេល short form យើងអានថា your ប្រែថាអ្នកគឺជាបាទប្រែដូចគ្នាណានិងមួយទៀត we are ដល់ពេលទម្រង់កាត់យើងអានថា we're ប្រែថាពួកយើងគឺ they are បាទនេះសម្រាប់ long form ដល់ពេល short form there បាទអញ្ចឹងយើងប្រែថាពួកគេគឺបាទពួកគេគឺតោះចូលទៅ slide មួយទៀតគឺមកដល់ he is បាទដល់ពេលទម្រង់កាត់យើងអានថា he's បាទអញ្ចឹងបញ្ជាក់ជូនបងប្អូនយើងអាន his ទេអាន he's ប្រែថាគាត់គឺ she is she's ប្រែថានាងគឺនិងមួយទៀត it is short form យើងអានថា is បាទប្រែថាវាគឺបាទដូច្នេះបញ្ជាក់ជូនបងប្អូនសរសេរខុសគ្នាអានខុសគ្នាប៉ុន្តែប្រែតែមួយបែបទេណាបាទដូច្នេះនៅក្នុងទីនេះគឺយើងសិក្សាអំពី long form និង short form long form មានន័យថាទម្រង់វែងចំណែកឯ short form មានន័យថាទម្រង់ខ្លីអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់ beginner VIP នឹងជុំគ្នាបងប្អូនគ្រាន់តែ comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាបាទជួបគ្នាវីដេអូក្រោយ